សូមបងប្អូនខ្មែរជួយ share ឲ្យជនជាតិសៀមស្ដាប់ផងព្រោះគ្រប់ពាក្យគឺចេញពីមាត់សាស្ត្រាចារ្យសៀមនិយាយថាទឹកដីចាស់មុនដែរគូផែនទីរជ្ជកាលទី5មិនមែនជាទឹកដីសៀមឬថៃទេសូមឲ្យយល់ត្រង់នេះអញ្ចឹងកុំទៅអាងក្បួនសាងចំនួននៃការបាត់បង់ទឹកដីកើតមកព្រមលទ្ធិជាតិនិយមថៃរបស់ចក្រពលពសម័យសង្គ្រាមលោកលើកទី2ប្រទេសថៃមិនមែនរឹបអូសបានត្រឹមតែទឹកដីរបស់កម្ពុជាទេរឹបអូសបានដូចជា4រដ្ឋម៉ាឡាយូខាងត្បូងម៉ាឡេចម្ប៉ាសាក់ឆៃយៈបូរ៉ាឡាវទីក្រុងឈៀងតុងទីក្រុងផានភាគខាងជើងជាប់ភូមាសូមបញ្ជាក់ម្ដងទៀតការសង្គ្រាមលោកលើកទី2ក្រុមប្រទេសអាស៊ីដែលបង្កសង្គ្រាមមានអាល្លឺម៉ង់អ៊ីតាលីជប៉ុននិងប្រទេសថៃធ្វើឲ្យពិធីករភ្ញាក់ហើយនិយាយមានថៃដែរការផ្ទុះចំនួនបាត់បង់ទឹកដីការស្រឡាញ់ជាតិគឺរឿងល្អមិនមែនជារឿងអាក្រក់តែត្រូវស្រឡាញ់ជាតិដោយបញ្ញាតែបើស្រឡាញ់ជាតិខ្លួនឯងតែទៅមើលងាយមើលថោកនិងបំផ្លាញជាតិគេនេះគេមិនហៅថាស្រឡាញ់ជាតិទេតែគេហៅថាក្រុមស្នេហាជាតិផ្កាប់មុខបើស្រឡាញ់ជាតិអាណាដែលមិនត្រូវគឺត្រូវប្រាប់ថាមិនត្រូវទឹកដីណាដែលមិនមែនជារបស់យើងគឺមិនមែនជារបស់យើងតែកន្លែងណាដែលត្រួតស៊ីគ្នាយើងក៏ជួយគ្នាកែបញ្ហាដោយសន្តិវិធីបានដូច្នេះពេលណាដែលជនជាតិថៃនិយាយថាយើងបាត់បង់ទឹកដីត្រូវសួរថាទឹកដីដែលបាត់បង់នឹងរឹបអូសបានមកពីអង្កាលហើយសួរខ្លួនឯងទៀតថាកន្លែងដែលខ្លួនឯងរស់នៅនឹងរឹបបានមកដោយរបៀបម៉េចចា៎នេះគឺជាការលើកឡើងរបស់សាស្ត្រាចារ្យជនជាតិសៀមផងដែរប្រភពពីលោកអាចារ្យអេតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា